ដំណឹងនេះមណ្ឌលខេត្តសៀមរាបចាត់ទុកការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តគឺជាកិច្ចការចាំបាច់ក្នុងការបម្រើវិស័យព្រះពុទ្ធសាសនានិងសង្គមជាតិឯកឧត្តមសៀងណាំអ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបបានលើកឡើងថាការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាមគឺជាកិច្ចការដ៏សំខាន់ដើម្បីទ្រទ្រង់ដល់ព្រះពុទ្ធសាសនាព្រមទាំងផ្ដល់ផលប្រយោជន៍ដល់សង្គមជាតិនិងប្រជាពលរដ្ឋទូទៅក៏ដូចជាការកសាងរបងក្លោងទ្វារនិងផ្លូវថ្នល់គឺដើម្បីកំណត់ព្រំប្រទល់រក្សាសន្តិសុខសណ្ដាប់ធ្នាប់និងងាយស្រួលក្នុងការធ្វើដំណើរចេញចូលវត្តឯកឧត្តមលើកឡើងបែបនេះក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដើម្បីប្រមូលបច្ច័យយកមកកសាងក្លោងទ្វារថ្មីនៃវត្តប្រាសាទគូកចុងក្រុងសៀមរាបដើម្បីសម្រួលដំណើរឆ្លងកាត់របស់ប្រជាពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាមកបំពេញបុណ្យផ្សេងៗកាលពីថ្ងៃទី26ខែសីហាឆ្នាំ2026ក្រោមគំនិតផ្ដួចផ្ដើមរបស់ព្រះគ្រូវិចិត្រវង្សសាំងហែមកំសាន្តព្រះចៅអធិការវត្តព្រះគ្រូវិចិត្រវង្សសាំងហែមកំសាន្តព្រះចៅអធិការវត្តមានធរដីកាថាក្លោងទ្វារថ្មីនេះមានទទឹងប្រវែង10ម៉ែត្រកណ្ដឹងនិងកម្ពស់10ម៉ែត្រកណ្ដឹងដែលគ្រោងចំណាយថវិកាជាង$30,000សហរដ្ឋអាមេរិកព្រះអង្គបានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយសូមបរិច្ចាគនៅធនធានថវិកាតាមសទ្ធាដើម្បីឲ្យសមិទ្ធផលមួយនេះសម្រេចទៅបានឆាប់រហ័សទុកជាសម្បត្តិគរុភ័ណ្ឌវ័នរបស់យើងទាំងអស់គ្នាក្នុងឱកាសនោះលោកឌីរ៉ាដូងអភិបាលរងខេនបានថ្លែងនៅការកត់សរសើរចំពោះព្រះគ្រូចៅអធិការវត្តព្រះសង្ឃគណៈកម្មការអាចារ្យវត្តពុទ្ធបរិស័ទចំណុះជើងវត្តនិងសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លារួមចំណែកក្នុងការកសាងក្លោងទ្វារដោយជាសមិទ្ធផលក្នុងវត្តដើម្បីជួយលើកកម្ពស់សោភ័ណភាពវត្តអារាមហើយថែមទាំងជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សានិងលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យកាន់តែរីកចម្រើនរុងរឿង